រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាវិលមកកាន់វីដេអូថ្មីរបស់នាងខ្ញុំខ្លឹមស៊ីនានចាសម្រាប់វីដេអូថ្ងៃនេះដឹងតែពុកម៉ែបងប្អូនទៅជាភ្នែកទៅជាអារម្មណ៍តែម្ដងដោយសារតែការប្រយុទ្ធមិញហ្នឹងមានភ្លៀងធ្លាក់អញ្ចឹងហើយធ្វើឲ្យដំណាំចេកយើងហ្នឹងខំប្រឹងលាស់ខំប្រឹងជីងត្រួយឡើងខ្ចីល្អខ្លាំងមែនទែនចាតេតងនឹងបងដែលគាត់ចង់ដឹងថាធ្វើម៉េចដើម្បីឲ្យចេកយើងលាស់បានស្មើគ្នាស្អាតដូចក្នុងវីដេអូដែលនាងខ្ញុំបង្ហាញបែបនេះចាបើមែនតើទៅសម្រាប់ដំណាំជ័យពងមាន់នេះដែរដំណាក់កាលដែលយើងដាំដំបងគឺយើងត្រូវដាំធ្វើម៉េចឲ្យចាប់ព្រឹសជាមុនសិនកាលណាតែជ័យយើងចាប់ព្រឹសហើយបងប្អូនត្រូវកាត់ចោលពាក់កណ្ដាលដើមពេលយើងធ្វើបែបនេះជ័យយើងលាស់បានស្មើគ្នាស្អាតហើយជ័យយើងលាស់ស្លឹកមកគឺល្អខុសប្លែកពីចេកដែលយើងអត់បានកាត់ណាពុកម៉ែបងប្អូន